Pro នេះគឺជាវីដេអូដែលខ្ញុំនិយាយអំពី recursive method ដែល recursive method ហ្នឹងគឺជា function មួយដែលវា call ហៅខ្លួនឯង call ហៅខ្លួនឯងរហូតអញ្ចឹងណាឥឡូវយើងដើម្បីយកគ្នាច្បាស់យើងទៅមើល structure នៃ code ទាំងអស់គ្នាមុនដំបូងខ្ញុំបង្កើត method មួយដែលឈ្មោះថា binary search មកយើងបោះនៅ parameter ចំនួន4ដែលមានដូចជា array integer យើងផ្ទុក array នៃលេខកុដអញ្ចឹងណាតមក integer លេខខ្ញុំថាលេខនៃខាងឆ្វេងតមក integer នៃ right លេខនៅខាងស្ដាំតមក integer target គឺជា variable ដែលសម្រាប់ store ទុកនៅតម្លៃដែលយើងជាអ្នក user នឹងចង់ search ថាលេខដែលយើងចង់ search ហ្នឹងគឺលេខប៉ុន្មានតមកយើងឆែកខណ្ឌហា if មកយើងយកលេខខាងឆ្វេងនេះទៅកំពាក់ជាមួយលេខខាងស្ដាំថាលេខខាងឆ្វេងធំជាងលេខខាងស្ដាំមកបើធំជាងឲ្យវាត្រូវក្រៅឲ្យ return ដក1ថាឲ្យកម្មវិធីហ្នឹងវាឈប់ដំណើរការហ្នឹងទៅប៉ុន្តែបើវាអត់ស្មើអត់ធំជាងលេខខាងស្ដាំទេអញ្ចឹងឲ្យវាធ្វើការនៅបន្តនៅ search code នេះដែលយើងរហូតនៅតម្លៃកណ្ដាលដែលយើងគឺ mid មកឲ្យ mid ស្មើនឹង left បូកនឹង right ដក left ចែកនឹង2ដើម្បីរត់លេខ the next ចំកណ្ដាលមកឆ្លាក់ខណ្ឌវាមកយើងបោះ mid ហ្នឹងចូលក្នុង array តមកយើងទៅ compare ជាមួយ equal នឹង target ថាវាហ្នឹងថា array នៃ mid ហ្នឹងស្មើនឹង key លេខដែលយើងបាន input ទៅអត់បើវាស្មើគ្នានោះវានឹងទៅ return នៅ mid ប៉ុន្តែបើវាអត់ឆ្លាក់ខណ្ឌទេវាឆ្លាក់ខណ្ឌបន្ទាប់ទៀតថា array នៃ mid ហ្នឹងធំជាង target អត់បើវាធំជាងវាខុសហើយអា method ដែលយើងបានបង្កើតនេះតែយើងបោះគេខ្លះបោះ parameter បោះ argument វាឲ្យគេខ្លះនេះមាន parameter array left និង mid ដក1មានន័យថាបើតម្លៃដែលនៅកណ្ដាលហ្នឹងធំជាងលេខដែលយើងចង់ search ឲ្យ mid ហ្នឹងដក1ចាំន័យថា mid ហ្នឹងខុសចំនួន1តមកវាទៅធ្វើការនៅក្នុងmethod ហ្នឹងម្ដងទៀតអញ្ចឹងវាឆ្លាក់ខណ្ឌម្ដងទៀតហ្នឹងទៅតែបើវាអត់ទៅខណ្ឌនឹង array limit ធំជាង target ទេអញ្ចឹងវាធ្វើការមួយទៀតគឺ array តូចជាង target អញ្ចឹងមិនថាយើងមិនដាក់ចេះអញ្ចឹងដាក់ទៅថាពាក្យទៅ keyword return ហ្នឹងមកចាំមកវាខុសហើយនៅ method អញ្ចឹងបែរ research មកតមកយើងបោះនៅ array តមក mid បូក1អញ្ចឹងវាថាហើយ array នៃ mid របស់យើងនេះតូចជាងចំនួនលេខដែលយើងចង់ search អញ្ចឹងវាថាឲ្យ mid ហ្នឹងបូកចំនួន1វាកើតចំនួន1ហើយដល់មកវាទៅធ្វើការម្ដងទៀតអញ្ចឹងវាធ្វើការកណនារក mid ម្ដងទៀតទៅមកឆ្លាក់ខណ្ឌម្ដងទៀតរហូតដល់វារកឃើញនៅតម្លៃដែលវា store ទុក index ដែល store ទុកនៅលេខដែលយើងជាអ្នក user ហ្នឹងបាន input វាអញ្ចឹងទៅហើយនេះក្នុង in main យើងបាន assign initialize នៅ array របស់យើងដែលមានចំនួនលេខទាំងអស់2 4 6 8 10ចំណាត់10តួចាំមកយើងរក integer នៃ n តាមថានៅក្នុង array ហ្នឹងវាមាន size ប្រមាណតាមមកយើងបោះនៅកើតនៅ variable មួយ target តាមមកយើងឲ្យ user ហ្នឹង input នៅ target តាមមកយើងបង្កើត integer នៅកន្លែង arisa មួយសម្រាប់ store ទុកនៅកន្លែង method មួយនេះយើង call ហៅវាថា array បោះ array ចូលទៅតាមមកសូត្រហ្នឹងមានថាលេខនៅខាងឆ្វេងតាមមក n ដក1ចាំន័យថាយកអាចំនួន size សរុបនេះបោះ array ហ្នឹងដក1តាមមកយើងហៅ target អញ្ចឹងយើងបោះជាមួយ target នេះយើងមកចូលនេះទៅឲ្យ method របស់យើងឲ្យវាធ្វើការនេះបើវាធ្វើការហើយនោះយើងឆ្លាក់ខណ្ឌថាបើហើយ arisa ហ្នឹងវាមិនស្មើដល់1ទេចាំថា arisa ហ្នឹងវារកឃើញបើវារកឃើញវានឹងเป็น message មួយនេះ message element found at index ចឹងថាកន្លែងលេខដែលយើងបាន input ហ្នឹងវានៅ index ទីម៉ានអញ្ចឹងវានឹងសូនៅក្នុង arisa នេះប៉ុន្តែបើ arisa នេះវាស្មើនឹងដក1ចឹងថាវារកឃើញនៅក្នុង array ហ្នឹងអញ្ចឹងវានឹងធ្វើការនៅក្នុង block code នេះ cout element not found in array ចឹងថាលេខដែលយើងបាន
បើសុយហ្នឹងគឺវាអត់មានក្នុង array ទេទាំងអស់នេះគឺជា structure នៃ reducible method អញ្ចឹងវាធ្វើការហៅខ្លួនឯងដដែលរហូតដល់គ្រប់លក្ខខណ្ឌដែលត្រូវនឹងវាទៅវាឈប់ធ្វើការបើអត់ហ្នឹងមានតែប៉ុណ្្នឹងលោកគ្រូ